จะเรียบสู้บอลต่อคนนี้มันซ้ำไม่มีบองโปรมันเนี่ยได้กอดรุ่นในคางคายตะบงมุมไอ้กอดทากอดทลอบจีเนี่ยมือวิดีโอบางยมเฉินเหมือนเต้นไอ้กอดทาเคยวิดีโอในคลองติ๊กต็อกตัวน้องครั้งน่ะจังไงนี่กอดทากอดจังมาดอกกับไหลเนี่ยใบพลุเปได้กอดแตะโตมาก่อนยมมาดังทากอดจังมาโฮบจะอันใดสมานแต่กอดมาติงใส่ปลาติงเขืองไงจังนะเปได้กอดมาดอกก็ทาสมานแต่กับไหลอย่างไหนลวกมาโฮบจะอันก็เปิ้ลลวกแต่มาโฮบจะอันกับไหลยมเมียนตะปีเต้บอกว่าจะอันเมียนแต่มาโฮบមានសាច់ជ្រូកកដុលអាំងហើយនឹងខ្វៃក្រៅពីហ្នឹងសុទ្ធសឹងតែម្ហូបមិនទាន់ឆ្អិនម្ហូបដែលបងប្អូនយកទៅចម្អិននឹងផ្ទះខ្លួនឯងអញ្ចឹងណាដល់ពេលគាត់ឈរមើលខ្ញុំមកស្ទូទៅគាត់សួរទៀតគាត់ថាអូនចុះអនឯងឃើញអាំងតដងសឹងអីមិនអាំងលក់ហ្មងទៅក៏ពិតតាក់តងនឹងការអាំងលក់នេះបងប្អូនខ្ញុំធ្លាប់បើបងប្អូនធ្លាប់តាមដានខ្ញុំដឹងហើយខ្ញុំធ្លាប់អាំងលក់កាលពីឆ្នាំមុនណាមានឆ្អឹងជនីគោមានកងានមានអីដែលខ្ញុំធ្លាប់អាំងលក់ហ្នឹងសាច់ជ្រូកកដុលណាគឺពេលដែលឧបសគ្គមួយដល់ពេលដែលខ្ញុំអាំងខ្លួនឯងខ្ញុំលក់អនឡាញលក់ដឹកជញ្ជូនដល់ផ្ទះបងប្អូនវាអត់ឆ្ងាញ់ដូចតែយើងអាំងភ្លាមអញ្ចឹងតែឥឡូវហ្នឹងក៏មានកូនចិត្តមួយថាផ្ទាល់តែមានកន្លែងដែលយើងអាចឲ្យភ្ញៀវគាត់អង្គុយនឹងបានទើបយើងអាចបើកហាងលក់ឆ្អិនស្រាប់អញ្ចឹងទេមានតែលក់បន្លែមានតែលក់ទឹកជ្រលក់មានតែលក់សាច់បន្លែឲ្យបងប្អូនយកទៅចម្អិននៅផ្ទះខ្លួនឯងបើសិនជាបងប្អូនថាចង់អាំងមិនឆ្ងាញ់បងប្អូនអាចសួរខ្ញុំបានអញ្ចឹងណានេះគឺមានតែប៉ុណ្្នឹងទេព្រោះដោយសារឧបសគ្គនេះនៅរៀងច្រើនម្សិលមិញក៏អរគុណបងប្រុសខ្លាំងមែនតើពេលដែលមកដល់ទោះបីជាអត់មានកន្លែងអង្គុយមកពីឆ្ងាយយ៉ាងណាក៏ដោយក៏ជួយកំងរហូតបានដល់5គីឡូបងប្អូនកំង5គីឡូហ្នឹងក៏ថាឲ្យប្រឡាក់គ្រឿងឲ្យគាត់2គីឡូអាំងភ្លាមតែម្ដងប៉ុន្តែសូមបញ្ជាក់ថាសម្រាប់ការប្រឡាក់គ្រឿងអាំងភ្លាមមិនមែនជាជំរើសមួយដ៏ល្អទេប៉ុន្តែបើសិនជាបងប្អូនប្រញាប់អាចធ្វើបានប៉ុន្តែបើសិនជាទោះបីជាបងប្អូនទិញសាច់ពីខ្ញុំទៅទិញគ្រឿងប្រឡាក់ពីខ្ញុំទៅខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទុក2ឬ3ម៉ោងមុនបានអាំងទើបជាចូលជាតិល្អមិនថាសាច់គោសាច់ជ្រូកប្រភេទមាន់ទាកងាននេះទេការប្រឡាក់តលតែប្រឡាក់រៀង3ម៉ោងអីបានចូលជាតិបងប្អូនណាឬក៏បងប្អូនកំងពីខ្ញុំទៅអាចសួរថាឥឡូវប្រឡាក់យកទៅដល់បងអាចប្រហែលម៉ោងអាហ្នឹងបងប្អូនធ្វើទៅដឹងទៅត្រូវជាតិហើយបើសិនជាបងប្អូនដែលគាត់ប្រឡាក់ភ្លាមតលតែជ្រលក់ទឹកជ្រលក់រៀងធ្ងន់បន្តិចបងប្អូនណាហើយសម្រាប់បងប្អូនដែលគាត់ទិញគ្រឿងប្រឡាក់ទៅសូមបញ្ជាក់ថាសម្រាប់គ្រឿងប្រឡាក់យើង delay អាចត2ខែបងប្អូនហើយសម្រាប់ការប្រឡាក់គ្រឿងនេះគឺមានការបត់បែនប៉ុន្តែបើសិនជាបងប្អូនទិញសាច់ប្រឡាក់ទៅហើយទិញច្រើនញ៉ាំអត់អស់បងប្អូនដាក់ទូបកកយកតែម្ដងព្រោះតែពេលដែលយើងដាក់ទូបកកទៅគឺធ្វើឲ្យរសជាតិវាអត់ប្រែបងប្អូនណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ទិញទៅអាចអនុវត្តបែបនេះបានហើយជ្រាបនៅtrongវីដេអូនេះក៏សូមថ្លែងអំណរគុណទៅដល់បងប្អូនទាំងអស់គ្នាមិនថាបងប្អូនដែលនៅក្នុង TikTok បងប្អូនដែលក្នុង Facebook Page មានបងប្អូនយើងគាត់គាំទ្រច្រើនមែនតែនមួយរយៈពេលនេះទាំងសាច់ប្រឡាក់ទាំងគ្រឿងប្រឡាក់ទាំងជ្រូកកដុលខ្វៃឬក៏អាំងមានបងប្អូនគាត់គាំទ្រច្រើនមែនតែនហើយពេលទិញទៅនោះមានបងប្អូនគាត់ជួយឲ្យជាយោបល់ទៀតហើយខ្ញុំពិតជាអរគុណបងប្អូនខ្លាំងមែនទែនសម្រាប់មតិកែលម្អក៏ដូចជាការលើកទឹកចិត្តហើយមួយវិញទៀតក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែចូលរួមគាំទ្រផលិតផលខ្មែររបស់យើងគាំទ្រផលិតផលខ្មែរជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករខ្មែរយើងអរគុណច្រើនជួបគ្នានៅវីដេអូ